ពួកឯងចាំមើលណាឃើញបងសុផាន់ដើរមកកាលណាត្រូវតែស្ទុះមកចាប់ដៃយើងរួចស្រែកគំរាមឲ្យខ្លាំងភ្លាមយើងនឹងស្រែកថាបងសុផាន់អើយជួយខ្ញុំផងចាំបងសុផាន់មកវាយពួកឯងធ្វើជាដួលរត់ទៅចាំយើងឲ្យលុយថែមយល់ទេបានអ្នកនាងធានាថាធ្វើឲ្យដូចពួកចៅពិតប្រកបតែម្ដងអ្នកនាងប៉ុន្តែផែនការរបស់កល្យានត្រូវខុសការរំពឹងទុកព្រោះល្ងាចនេះសុភ័ណ្ឌមិនបានដើរមកម្នាក់ឯងឡើយគេកំពុងតែដើរជជែកដេញដោលឌឺដងជាមួយផ្ការីកដែលកំពុងលើកកញ្ច្រែងបន្លែត្រឡប់មកពីផ្សារវិញណែផ្ការីកល្ងាចហើយនៅដើរជិតយើងទៀនដើរឲ្យវាឆ្ងាយបន្តិចទៅតិចកញ្ច្រែងតកូននាងមកប៉ះអាវថ្មីយើងប្រឡាក់អស់ឥឡូវហើយអូផ្លូវនេះជាផ្លូវទៅភូមិមិនមែនផ្លូវទៅផ្ទះសុផាន់ឯងទេយើងដើរត្រឡប់ទៅផ្ទះយើងតាអ្នកណាចង់ដើរចិត្តឯងក្នុងពេលដែលគូចំនួនទាំងពីរកំពុងតែមាត់ដាក់គ្នាក្រុមចៅជួលដែលពួនក្នុងព្រៃងងឹតមិនបានក្រឡេកមើលឲ្យច្បាស់ថាមានផ្ការីកមកជាមួយឡើយកាលបើឮសំឡេងមនុស្សដើរមកដល់ពួកវាស្ទុះចេញមកទាំងស្លន់ស្លោរួចជំនួសឲ្យការទៅចាប់កល្យានពួកវាបែរជាស្ទុះទៅចាប់ដៃផ្ការីកទៅវិញព្រោះងងឹតមើលមិនច្បាស់ឈប់ភ្លាមថ្ងៃនេះពួកយើងមកចាប់ចម្រិតកូនស្រីលោកសេដ្ឋីហើយវើយពធអើយចាំមកពីណាខ្វាក់ភ្នែកម្លេះហ៊ានមកចាប់យើងផងមែនទេយកកញ្ច្រែងតកូនឆៃទៅនេះណែអូយអូយពួកឯងចាប់ខំមនុស្សហើយខ្ញុំនៅទីនេះតាមកចាប់ខ្ញុំវិញឲ្យលឿនលោកព្រះអើយលោកព្រះថ្ងៃនេះមានចៅមកចាប់ចម្រិតតែជនរងគ្រោះរត់ទៅវល់ឲ្យចៅមកចាប់ខ្លួនទៅវិញអូយអ្នកនាងកល្យានអើយល្បិចក្មេងបៀមដៃបែបនេះណាកុំយកមកលេងសាច់ទាំងក្បាលល្ងាចបែបនេះអីខ្មាស់អស់សัตว์កណ្ដូបនៅក្នុងព្រៃអស់ហើយអើយអ្នកនាងឥឡូវគិតយ៉ាងម៉េចវិញចាំអ្នកណាឲ្យប្រកាសទៅនាងម្នាក់នោះដៃធ្ងន់ណាស់បោកកញ្ច្រែងលើមុខខ្ញុំបែកអំពិលពេកហើយអ្នកនាងតាមពិតជាល្បិចកូនសទ្ធីចង់ធ្វើជាស្រីកំសត់ឲ្យប្រុសជួយសោះខំជួលចៅមកចាប់ខ្លួនឯងតែចៅវាងងឹតភ្នែកមកចាប់ខ្ញុំអ្នកនាងកល្យានអើយបើចង់ឲ្យបងសុផាន់គេចាប់អារម្មណ៍ទៅរៀនដាំបន្លែបេះត្រកួនដូចខ្ញុំទៅល្អជាងមកលេងល្ខោនឲ្យចៅចាប់ចម្រិតបែបនេះអូយខ្មាស់គេខ្លាំងណាស់ចាំមើលចុះផ្ការីកសុផាន់ខ្ញុំស្អប់ពួកឯងណាណែផ្ការីកមិញនេះដៃឯងមានត្រូវរបួសអីទេឃើញវាយចោលឡើងវាចកញ្ច្រែងយើងគ្រាន់តែសួរព្រោះខ្លាចស្អែកគ្មានអ្នកណាទៅជួយឌឺដងឲ្យកូនលោកសេដ្ឋីប៉ុណ្ណោះតាកុំយល់ច្រឡំឲ្យសោះយើងមិនអីទេមនុស្សដូចផ្ការីករឹងមាំណាស់មិនងាយត្រូវរបួសព្រោះតែល្បិចកូនក្មេងនឹងទេតែអរគុណឯងដែរណាដែលឈរចាំជួយការពារយើងអំបញ្ញមិញពាក្យថាអរគុណចេញពីមាត់ផ្ការីកធ្វើឲ្យបេះដូងសុភ័ណ្ឌលោតខុសចង្វាក់ភ្លាមគូចំនួនទាំងពីរដើរទៅមុខទាំងទឹកមុខឡើងក្រហមរៀងខ្លួនសេចក្តីស្នេហាដែលលាក់ទុកក្នុងចិត្តកំពុងតែរីកដុះដាលឡើងបន្តិចម្ដងមេម៉ាយនឿនខ្ញុំប្រាប់ហើយថាខ្ញុំមិនព្រមឲ្យកូនប្រុសខ្ញុំទៅពាក់ព័ន្ធជាមួយកូនស្រីមាត់ដាច់របស់នាងឯងដាច់ខាតថ្ងៃនេះខ្ញុំសម្រេចចិត្តហើយខ្ញុំនឹងចូលស្ដីដណ្ដឹងកូនស្រីសេដ្ឋីនាងកល្យានមកឲ្យសុភ័ណ្ឌរៀបការនៅខែក្រោយនេះហើយឲ្យវាបានរស់នៅលើគំនរមាសប្រាក់ម្ដងល្អតាណនគិតថាមានតែកូនឯងមានអ្នកដណ្ដឹងមែនទេកូនស្រីផ្ការីករបស់ខ្ញុំណាក៏មានកូនប្រុសមេស្រុកគេមកស្ដីដណ្ដឹងដែរខ្ញុំក៏នឹងឲ្យកូនស្រីខ្ញុំរៀបការខែក្រោយនឹងដែរចាំមើលអ្នកណាបានប្តីបានប្រពន្ធមានបានជាងកាលបើឮដំណឹងថាឪពុកម្ដាយឆ្លោះគ្នានឹងរៀបចំផ្សំផ្គុំខ្លួនឲ្យទៅរៀបការជាមួយអ្នកផ្សេងសុភ័ណ្ឌនិងផ្ការីកស្ទុះរត់មកទាំងបេះដូងធ្លាក់ដល់ចុងជើងទឹកមុខរបស់ពួកគេទាំងពីរលែងមានស្នាមញញឹមឌឺដងដូចរាល់ដងទៀតជំនួសមកវិញនៅភាពស្លន់ស្លោអូយលោកពុកមិនបានជាលោកពុកសម្រេចចិត្តជាឯកតោភាគីបែបហ្នឹងខ្ញុំមិនរៀបការជាមួយកូនសេដ្ឋីនាងកល្យានអីនឹងដាច់ខាតឲ្យខ្ញុំទៅរស់នៅជាមួយមនុស្សស្រីរឹកពីនិងចិត្តអាក្រក់បែបហ្នឹងខ្ញុំសុខចិត្តទៅបួសអស់មួយជីវិតឬក៏នៅកំឡោះមួយជីវិតមិនខានម៉ែដឹងថាខ្ញុំ
កូនប្រុសមេស្រុកនឹងខ្លាំងណាស់មិនក៏ម៉ែបង្ខំខ្ញុំមិនកើតទេខ្ញុំសុខចិត្តនៅលក់ត្រកូនថាម៉ែរហូតដល់ចាស់ស្លាប់បើម៉ែបង្ខំខ្ញុំនឹងលត់ទឹកធ្លុកត្រកូននឹងឲ្យស្លាប់ត្មងទៅ មិនបានពួកឯងទាំងពីរអ្នកធំហើយត្រូវតែរៀបការតាមម៉ែឪបង្គាប់បើមិនការទីត្រូវដើរចេញពីផ្ទះទាំងពីរអ្នកព្រាមទៅបន្ទាប់ពីត្រូវឪពុកម្ដាយដេញចេញពីផ្ទះព្រោះមិនព្រមរៀបការតាមបង្គាប់សុភ័ណ្ឌនិងផ្ការីកបានដើរត្រេតត្រោតមកជួបគ្នានៅលើភ្លឺស្រែដែលជាកន្លែងពួកគេធ្លាប់ឆ្លោះឌឺដងគ្នាពីមុនមកលើកនេះគ្មានពាក្យសម្ដីចាក់ទឹកមិនលិចគ្មានការបង្អាប់បង្អោនឡើយមេឃនាពេលប្រលប់ចាប់ផ្ដើមងងឹតសល់តែភាពស្ងប់ស្ងាត់និងបេះដូងពីរដែលកំពុងតែឈឺចាប់ខ្លាចបាត់បង់គ្នាផ្ការីឯងពិតជានឹងត្រូវរៀបការជាមួយកូនមេស្រុកមែនទេឯងព្រមទទួលយកគេមែនទេម៉ែបង្ខំខ្ញុំយើងមានផ្លូវឯណាជ្រើសរើសចុះឯងវិញឯងច្បាស់ចិត្តទៅធ្វើជាកូនប្រសារសេដ្ឋីរស់នៅលើកំណោះមាសប្រាក់សប្បាយចិត្តហើយមែនទេប្រហែលជាឯងភ្លេចមហាយៈលក់ត្រកូនម្នាក់នេះបាត់ទៅហើយមិនពិតទេផ្ការីឯងស្ដាប់យើងឲ្យច្បាស់ណាមនុស្សស្រីដែលសុភ័ណ្ឌស្រឡាញ់និងចង់រស់នៅជាមួយអស់មួយជីវិតមិនមែនកូនសេដ្ឋីកល្យាននោះទេគឺនាងគឺជានាងមហាយៈលក់ត្រកូនមាត់រវាដែលចូលចិត្តឆ្លោះជាមួយយើងរាល់ថ្ងៃនឹងឯងយើងស្រឡាញ់នាងផ្ការីស្រឡាញ់តាំងពីដំបូងម្លេះតែយើងមាត់រឹងមិនហ៊ានប្រាប់ខ្លាចឯងជេរដេញយើងទៅវិញសុភ័ណ្ឌឯងនិយាយពិតមែនទេឯងមិនបានឌឺដងយើងទេមែនទេតាមពិតយើងក៏លួចស្លាញ់ឯងដែរអាមនុស្សមាត់ចាប់មាត់ព្រាបអើយបើគ្មានឯងមកឆ្លោះជាមួយយើងរាល់ថ្ងៃទេយើងរស់នៅមិនកើតឡើយកុំលែងដៃយើងណាសុភ័ណ្ឌទីបំផុតឯងព្រមហាមាត់សារភាពហើយណាបើអញ្ចឹងពួកយើងកាន់ដៃគ្នាទៅសំពះសុំទោសលោកពុកនិងអ្នកម៉ែទោះបីត្រូវអត់បាយឬត្រូវដេញចោលក៏យើងមិនលែងដៃគ្នាដាច់ខាតមិនទាន់ទាំងកាន់ដៃគ្នាដើរចេញផងស្រាប់តែលោកពុកណននិងមីងនឿនព្រមទាំងអ្នកភូមិជាច្រើនអ្នកស្ទុះចេញមកពីកន្លែងពួនទាំងសើចសប្បាយចិត្តជាខ្លាំងធ្វើឲ្យសុភ័ណ្ឌនិងផ្ការីកភ័យផងអរផងឈរមុខក្រហមទុំហើយបើពុកមិនធ្វើល្បិចគម្រាមរៀបការបែបនេះទេម្លេះពួកឯងជេរឌឺដងដាក់គ្នារហូតដល់បាក់ធ្មេញអស់ក៏មិនព្រមសារភាពស្នេហ៍ប្រាប់គ្នាដែរមើលចុះសុភ័ណ្ឌភ័យឡើងស្លេកមុខអស់ហើយត្រូវហើយកូនស្រីម៉ែគ្មានកូនមេស្រុកគ្មានកូនសេដ្ឋីអាណាទេគឺម៉ែនឹងពុកណនឯងនេះគិតគូររៀបចំផ្សំផ្គុំពួកឯងតាំងពីដំបូងម្លេះព្រោះឃើញពួកឯងស្រឡាញ់គ្នាតែក្បាលរឹងឃើញពួកឯងយល់ចិត្តគ្នាបែបនេះម៉ែអស់ចិត្តហើយអូយម៉ែអើយម៉ែធ្វើបាបខ្ញុំឡើងភ័យស្លាប់ហើយមកពីសុភ័ណ្ឌនឹងឯងមករឹងពេកបើគេព្រមប្រាប់តាំងពីដំបូងមិនមែនឲ្យម៉ែហត់ធ្វើល្បិចបែបហ្នឹងទេមកពីឯងសម្ដីឆ្លាតពេកអន្តាទើបយើងមិនហ៊ានប្រាប់តោះទៅរៀបចំពិធីការឲ្យលឿនទៅលោកពុកតិចលោកមហាយៈនេះបដូរចិត្តរត់ទៅលក់ត្រកួនវិញទៅទិដ្ឋភាពវាលស្រែពេលប្រលប់ពោពេញទៅដោយភាពរីករាយសំណើចនិងក្តីសុខដ៏ផ្អែមល្ហែមគូជំនួសលាក់ស្នេហ៍ទីបំផុតបានក្លាយជាគូក្រងពិតប្រាកដពេលវេលាកន្លងទៅគូស្នេហ៍គូជំនួសដ៏កំប្លុកកំប្លែងមួយគូនេះបានរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គលសុភ័ណ្ឌនៅតែដើររកត្រីចំណែកឯផ្ការីកនៅតែដាំបន្លែត្រកួនយកទៅលក់នៅផ្សារទោះបីជាពេលខ្លះពួកគេនៅតែនិយាយឌឺដងលេងសើចដាក់គ្នាចាក់ទឹកមិនលិចដោយកាលពីមុនក៏ដោយប៉ុន្តែក្នុងចិត្តរបស់ពួកគេពោពេញទៅដោយក្តីស្រឡាញ់ការលះបង់និងភាពស្មោះត្រង់រកអ្វីប្រៀបផ្ទឹមពុំបានឡើយស្នេហាដែលចាប់ផ្ដើមពីការឆ្លោះប្រកែកបានបញ្ចប់ទៅដោយស្នាមញញឹមនិងក្តីសុខសាន្តដល់រាបរៀងមកតម្លៃនៃភាពស្មោះត្រង់និងការមិនមើលងាយអ្នកដទៃតាមរយៈតួអង្គកល្យាននិងលោកសេដ្ឋីរឿងនេះបានបង្ហាញថាអំណាចទឹកប្រាក់
មិនអាចទិញអ្វីៗគ្រប់យ៉ាងបានឡើយជាពិសេសគឺក្តីស្រឡាញ់និងសេចក្តីថ្លៃថ្នូរការប្រើប្រាស់អំណាចទៅធ្វើបាបឬមើលងាយរាសក្រីក្រមានតែនាំមកនូវការបាក់មុខនិងភាពខ្មាស់អៀនសម្រាប់ខ្លួនឯងប៉ុណ្ណោះ